សូមជូនរឿងព្រេងតាក់ទងនឹងទំនៀមនៅពេលមានជំងឺឲ្យសែនព្រេងខ្មោចជីដូនជីតាកាលនោះមានព្រះមហាក្សត្រមួយអង្គនៅនគរមិថិលាដាក់រាជសម្បត្តិប្រគល់ឲ្យរាជបុត្រហើយចេញទៅបួសធ្វើជាតាបសនៅក្នុងព្រៃភ្នំម្នាក់ឯងខំប្រព្រឹត្តសុចរិតទៀងត្រង់ក្នុងសិល5យូរទៅក៏បានសម្រេចឈានដល់លោកីមានអាយុវែងជាង 10000 ឆ្នាំពុកចង្ការដុសចាក់ដូចឫស្សីល្មមសត្វចាបពពាកធ្វើសម្បុកពងបានមហាឥសីនោះមានឈ្មោះ3ខ្លះហៅថាឥសីមិថិលាតាមនាមដើមដែលធ្វើជាស្ដេចខ្លះហៅថាឥសីសាញ់តាមពុកចង្ការចាក់កណ្ដាញ់ដូចឫស្សីខ្លះហៅថាឥសីស្រងា ព្រោះអង្គុយចម្រើនឈានហាលថ្ងៃខ្យល់ភ្លៀងមិនហ៊ានក្រោបទៅណាហេតុដែលលោកខំទ្រាំទាំងម្លេះមកពីអាណិតសត្វចាបពពាកដែលទៅកាច់សម្បុកពងនៅពុកចង្ការគាត់ចាបពពាកនោះជាសត្វប្រច័ណ្ឌឈ្មោលណាស់សុកចិត្តទុកឈ្មោលឲ្យនៅក្រាបពងឯមេសុកចិត្តហើររកចំណីអាហារមកចិញ្ចឹមរាល់ថ្ងៃជាធម្មតាសម័យមួយពពាកឈ្មោលនិយាយនឹងពពាកញីថាអើយអាណិតបងរួយជើងរួយស្លាប់ណាស់ឲ្យបងសុំហើរទៅរកស៊ីម្ដងគ្រាន់បានលាតសរសៃសរសងធូរចិត្តថ្លើមលុះពពាកញីយល់ព្រមហើយពពាកឈ្មោលគិតថារូបអញនេះដូចគេទើបរួចពីទោសទុកគុកច្រវាក់អញនឹងហើរត្រាច់លេងឲ្យអស់មួយថ្ងៃគិតហើយក៏ស្ទុះហើរបោះពួយផ្លេចផ្លោះទៅឆ្ងាយដាច់ស្រយាលស្វែងរកស៊ីផលព្រឹក្សាព្រៃនិងក្រេបជញ្ជក់រស់ផ្កាលុះល្ងាចប្រលប់ទើបត្រឡប់មកវិញពពាកញីមួម៉ៅក្តៅចិត្តឥតគណនាថាអ្នកអើយអីក៏ដល់ម្លឹងបានគេបើកឲ្យទៅអស់មួយថ្ងៃតាមទំនើងចិត្តឥតគិតកូនប្រពន្ធសោះអ្នកចាំមកធ្វើអីស្មើនេះហើយថ្វីក៏មិននៅត្រេកត្រអាលនឹងសហាយថ្មីឲ្យវាស្កប់ស្កល់ទៅរវល់មកគិតអីខ្មោចមេកញ្ចាស់ស្លាប់កន្ត្រាក់នេះអញ្ជើញទៅវិញចុះកុំទៅទាល់ពពាកឈ្មោលអង្វរដោយម្ដេចក៏ពពាកញីមិនព្រមជឿស្ដាប់ប្រាប់ដោយម្ដេចក៏មិនយកជាតិជាសត្វបក្សីទាំងអស់នឹងរកសត្វណាឲ្យចេះសម្ដីហៅអត់អាក់ដោយសត្វចាបពពាកគ្មានពពាកឈ្មោលទាល់ប្រាជ្ញក៏ស្បត់នឹងពពាកញីថាបើភៀនឯងមិនជឿបងកើតជាតិណាទៅមុខទៀតឲ្យបងរងកម្មពៀដូចតាមមហាឥសីនេះចុះឲ្យស្លាប់តែនឹងហាភ្លៀងថ្ងៃខ្យល់ទៅណាមិនរួចនេះបើបងក្បត់ចិត្តភៀនឯងមែនមហាឥសីឮដូច្នោះនឹកក្តៅចិត្តថាយើម៉ៃអាដកតងសត្វចាំពពាកនេះអញអាណិតមេត្តាវាខំទ្រាំចូលឈានឲ្យពងវាញាស់កូនទើបមិនហ៊ានក្រោបតែណាចុះម្ដេចក៏អាចោដេរឆានគ្មានសញ្ញាហ៊ានយកឯងទៅស្បត់ឲ្យប្រពន្ធវាលេងជាល្បែងថាឯងជាមនុស្សបាបរងកម្មពៀវិញអាចោវេរនីស្ដីចំចំណុចគួរឲ្យខឹងអត់មិនបានឥសីចាប់បោកសម្បុកនៅនឹងពុកចង្ការច្របាច់ពងបែកអស់បោះចោលទៅវេលានោះឥសីដាច់ឈានលោកីហោះហើរលែងរួចតែឫទ្ធានុភាពនៅពូកែដូចដើមក៏តង្កឹះថាព្រោះតែខ្មោចអាសត្វចាបពពាកនេះឯងទើបបានជាអញដាច់ឈានអញនឹងនៅបួសយូរទៅទៀតក៏ជាការឥតអំពើគិតសពទៅគួរតែសឹកយកប្រពន្ធម្ដងទៀតចុះព្រោះនៅមិនទាន់អស់ចិត្តអស់ចង់នឹងមិត្តសង្សារសោះមកពាក់ព័ន្ធសត្វដេរឆានតូចម្ដេចគង់វាចេះមានគូតែឥឡូវនឹងសឹកទៅដណ្ដឹងកូនគេមុខជាគេមិនឲ្យទេព្រោះគេមើងងាយមកឯងចាស់ហួសពេកទៅហើយបើដូច្នោះអញនឹងដើររកខ្លឹមច័ន្ទក្រឹស្នាយកមកជប់ជាស្ត្រីក្រមុំម្នាក់ទុកធ្វើជាប្រពន្ធវិញចុះគិតដូច្នោះហើយក៏ដើរទៅរកបានខ្លឹមច័ន្ទក្រឹស្នាយកមកឆ្លាក់ជារូបស្ត្រីបានសម្រេចតាំងប្រសិទ្ធិជប់ឲ្យមានជីវិតរស់ជាមនុស្សឡើងនាងនោះល្អណាស់នឹងប្រៀបឧបមាពុំបាន
អីសីក៏សឹកមករួមវាសនានឹងនាងនោះទៅរួចនាំនាងចេញពីព្រៃចូលមករកនៅស្រុកភូមិជាមួយនឹងគេនាងនោះក៏មានឈ្មោះ3ដែរអ្នកខ្លះហៅថាបូច័ន្ទអ្នកខ្លះហៅថានាងក្រអូបអ្នកខ្លះហៅនាងស្រីល្អលុះនៅរួមសុខទុក្ខជាមួយគ្នាបន្តិចទៅបង្កើតបានកូនស្រីម្នាក់កូននោះកើតឡើងចេះតែមានជំងឺឈឺស្គមកំប្រឹងកំប្រយគ្មានសាច់ឈាមសោះបណ្ឌិតឥសីទាល់តម្រេះនឹងមើលកូននោះក៏ពិចារណាថាពីបុរាណអង្វែងមកបើកូនក្មេងឈឺដូច្នោះអញធ្លាប់ឃើញគេធ្វើឧបទេសសែនព្រេងទៅនឹងជាបើដូច្នោះគូអញសែនឲ្យវាលបងមើលបណ្ឌិតឥសីក៏រៀបតាក់តែងជាក្បួនសែនហើយមានបញ្ចូលគាថាខាងចុងធូបថាហ៊ូឡូស្វាហាយៈធូបសែនគ្រប់3ដងកូននោះក៏បានជាស្រានមានសាច់ឈាមឡើងវិញបណ្ឌិតឥសីសន្មតឈ្មោះឲ្យហៅតាមគាថាថានាងស្វាហាយក្បួននេះហៅថាកុមារដន់សម្រាប់សែនព្រេនឲ្យកុមារប្រុសស្រីនៅវេលាដែលមានជំងឺឈឺហើយក៏ចេះតែបានប្រកបមកបណ្ដាជនទាំងអស់ក៏ជឿតាមតម្រាប់បណ្ឌិតឥសីតរៀងមកដល់ឥឡូវមួយចំណែកនេះហៅថាឥសីភាសិតមួយចំណែកទៀតបែកខាងពីស្នុព្រះព្រំក៏កាន់តាមបែបឥសីភាសិតដែរគឺពាក្យប្រដៅគ្នាថាមនុស្សយើងបើឈឺលុះតែមានខ្មោចបិសាចវាធ្វើទើបឈឺបើនឹងស្លាប់លុះតែទេវតាឲ្យស្លាប់ទើបស្លាប់ខ្មោចនោះទៀតក៏មិននៅក្រៅពីខ្មោចជីដូនជីតាឪពុកម្ដាយបងប្អូនដែលស្លាប់ទៅមុនទាំងប៉ុន្មាននោះទេត្រូវតែកូនរំលឹកនឹកឈ្មោះសែនព្រេងឲ្យស៊ីទើបបានសេចក្តីសុខបើមិនសែនព្រេងឲ្យទេមេបាចាស់ទុំនោះខឹងថាកូនចៅមិននឹកមិននានឹងធ្វើទណ្ឌកម្មឲ្យឈឺទុរនទុរាឬឲ្យដល់ស្លាប់ក៏មានរបៀបសែនព្រេងនេះមានធ្វើមកអង្វែងឆ្នាំហើយដោយគេជឿជាក់ថាសែនឲ្យខ្មោចជីដូនជីតានិងឪពុកម្ដាយការសែនព្រេងនោះទៀតមិនមែនធ្វើចំពោះតែពេលមានជំងឺឈឺស្កាត់ទេឬមួយផ្សំផ្គុំកូនចៅជាប្តីប្រពន្ធដែលថាគូសែនព្រេងប្តឹងខ្មោចជីដូនជីតាឪពុកម្ដាយប៉ុណ្ណោះទេសូម្បីតែបងប្អូនសាច់ញាតិសាលោហិតទើបមកដល់ពីស្រុកឆ្ងាយក៏គេនាំគ្នាកាប់មាន់ទារៀបបាយទឹកសែនព្រេនដូចនេះដែរឯស្រាបាយនិងមាន់ស្ងោរនោះជារបស់ដូចជារៀបទទួលជាកិត្តិយសចំពោះអ្នកធ្វើដំណើរដែលអស់កម្លាំងឲ្យសប្បាយរីករាយទៅវិញម្យ៉ាងទៀតគួរឲ្យពិចារណាឆ្ងល់ពេកដែរដែលចាស់បុរាណតែងយល់មកថាចំពោះអ្នកដែលស្លាប់ទៅហើយទោះជាឈ្មោះណាធ្វើបុណ្យទានច្រើនក្តីធ្វើបាបច្រើនក្តីវេលាដែលស្លាប់ទៅហើយមិនឮថាទៅឋានសួគ៌ឬឋាននរកសោះដូចជាប្រលឹងគេនៅតែវល់ចាំស៊ីសំណែនពីកូនពីចៅហើយនឹងចាំផ្ដន់ទាព្យាបាទធ្វើទោសតែកូនចៅឯងការយល់ដូច្នេះហើយនាំគ្នាសែនដូចជាមិនសូវសមសោះឡើយយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តបន្ទាប់ទៀតសូមអរគុណ